បន្ទាប់ពីចរចាគ្នាដោយលំបាកអមដោយពាក្យគំរាមនិងការវាយប្រហារគ្នាទៅវិញទៅមកអស់ជាច្រើនសប្តាហ៍ទីបំផុតសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រកាសរកបានកិច្ចព្រមព្រៀងបឋមឬកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីបិទបញ្ចប់សង្គ្រាមដំណឹងនេះត្រូវបានប្រកាសនៅព្រឹកថ្ងៃច័ន្ទទី15មិថុនាដោយលោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលការចរចាភាគីប៉ាគីស្ថានបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះមានខ្លឹមសារឈានទៅបិទបញ្ចប់សង្គ្រាមទាំងស្រុងគ្រប់សមរភូមិដោយរាប់ទាំងសង្គ្រាមនៅលីបង់ដែរបន្តិចក្រោយមកលោកដូណាល់ត្រាំបានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថាបានកិច្ចព្រមព្រៀងហើយលោកបានប្រកាសបើកចរាចរណ៍ច្រកសមុទ្រអុកម៉ូសដោយគ្មានតម្រូវឲ្យបង់ប្រាក់ថ្លៃឆ្លងកាត់អ្វីទាំងអស់លោកដូណាល់ត្រាំបានបន្ថែមទាំងអំណរថាចាប់ពីពេលនេះទៅប្រេងកាតនឹងហូរដូចទឹកគូបញ្ជាក់ថាកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រទី19មិថុនាដំណឹងនេះត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់ដើមបូព៌ានិងនៅអឺរ៉ុបប្រកាសអបអរសាទរថាជាដំណឹងល្អដោយឡែកលោកអ៊ីតាម៉ាប៊ែនហ្គវីរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអ៊ីស្រាអែលបានអះអាងថាអ៊ីស្រាអែលមិនជាប់ពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនេះទេហើយកងទ័ពអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការនៅលីបង់តទៅទៀតសូមបញ្ជាក់ថាគិតត្រឹមពេលនេះគេមិនទាន់ដឹងច្បាស់អំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងបឋមនេះទេភាគីទាំងពីរសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបញ្ជាក់ថានឹងចរចាគ្នារយៈពេល60ថ្ងៃទៀតដើម្បីស្វែងរកឲ្យបាននូវកិច្ចព្រមព្រៀងធំចុងក្រោយមួយទៀតបណ្ដាញព័ត៌មានអ៊ីរ៉ង់មេឃបានផ្សាយថាសហរដ្ឋអាមេរិកយល់ព្រមបើកប្រាក់ចំនួន $24,000 លានដែលអាមេរិកបង្កកប្រគល់មកឲ្យអ៊ីរ៉ង់វិញក្នុងនោះពាក់កណ្ដាលត្រូវប្រគល់មុនពេលចាប់ផ្ដើមការចរចាដំណាក់កាលថ្មីរយៈពេល60ថ្ងៃថ្លែងប្រាប់សារព័ត៌មាន New York Times លោកដូណាល់ត្រាំបានអះអាងថាមានចំណុចចរចាមួយស្ដីអំពីការយល់ព្រមអំពីសំណាក់អ៊ីរ៉ង់ក្នុងការផ្អាកការចម្រើនធាតុអ៊ុរ៉ាញ៉ូមរយៈពេល20ឆ្នាំដោយឡែកគ្មានដំណឹងបញ្ជាក់អ្វីទាំងអស់ទាក់ទិននឹងធាតុអ៊ុរ៉ាញ៉ូមចម្រើនធាតុហើយច្រើនរយគីឡូដែលបច្ចុប្បន្នអ៊ីរ៉ង់យកទៅលាក់យ៉ាងជិតឈឹងគូក៏សម្គាល់ថាភាគីទាំងសងខាងបានប្រកាសពីជ័យជំនះទៅរៀងៗខ្លួនប៉ុន្តែបើក្រឡេកទៅមើលជាក់ស្ដែងវិញគេឃើញថាលោកដូណាល់ត្រាំហាក់ដូចជាបានធ្វើសម្បទានច្រើនណាស់ដើម្បីឲ្យបានកិច្ចព្រមព្រៀងនិងដកខ្លួនចេញពីសង្គ្រាមនេះអ្នកវិភាគច្រើនអ្នកបានលើកឡើងថាសង្គ្រាមដែលលោកដូណាល់ត្រាំបានធ្វើដោយគ្មានកម្មវត្ថុពិតប្រាកដនេះមិនបានធ្វើឲ្យរបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ចុះទន់ខ្សោយទេតែផ្ទុយទៅវិញវាបានធ្វើឲ្យអ៊ីរ៉ង់ដឹងខ្លួនច្បាស់ថាអ៊ីរ៉ង់ពិតជាមហាអំណាចប្រចាំតំបន់ហើយមានសមត្ថភាពអាចធ្វើឲ្យសន្តិសុខព្រមទាំងសេដ្ឋកិច្ចតំបន់ក៏ដូចជាពិភពលោកទាំងមូលជួបបញ្ហាលំបាកបានដោយគ្រាន់តែអ៊ីរ៉ង់បិទគប់ច្រកសមុទ្រអុកម៉ូសជានេះទៀតសង្គ្រាមរបស់លោកដូណាល់ត្រាំនេះបានបើកឱកាសឲ្យអ៊ីរ៉ង់ឃើញសក្តានុពលរកប្រាក់ចំណូលបានបន្ថែមយ៉ាងច្រើនសន្ធឹកតាមរយៈការទារថ្លៃឆ្លងកាត់ច្រកសមុទ្រអុកម៉ូសដែលពីមុនមកអ៊ីរ៉ង់មិនដែលនឹកឃើញឬក៏មិនដែលហ៊ានធ្វើសោះ